បងប្អូនណាដែលចូលចិត្តមុខម្ហូបរបៀបគ្រឿងក្លែមឡាបសាច់គោមួយមុខនេះគឺត្រូវមែនតើរសជាតិជូរហឹរដិតស្រស់ហ្មងហើយបើសិនជាបងប្អូនចង់ដឹងថាធ្វើម៉េចឲ្យឡាបសាច់គោនឹងមានរសជាតិឆ្ងាញ់សាច់គោទន់ផុយល្អអាចមើលក្នុងវីដេអូនេះបានមុខនឹងយើងអាចប្រើជាម្ហូបសម្រាប់ញ៉ាំបាយក៏បានឬក៏ប្រើជាគ្រឿងក្លែមកាន់តែពិសេសថែមទៀតគ្រឿងផ្សំដំបូងរបស់យើងគឺមានជាសាច់គោបន្ទាប់មកយើងមានជាក្រូចឆ្មាខ្ទឹមសខ្ទឹមក្រហមជីអង្កាមម្ទេសអង្ករលីងហើយនិងម្ទេសហុយបន្តិចមកចំពោះសាច់គោដែលខ្ញុំយកមកប្រើម្ដុំនឹងគឺមានចំនួន3ខាំសាច់នឹងគឺខ្ញុំប្រើជាសាច់ស្តេកឬក៏បងប្អូនអាចប្រើជាសាច់ច្រឡកសាច់អីក៏បានដែរណាគ្រាន់តែថាសាច់ស្តេកនឹងគឺវាផុយជាងគេបន្ទាប់មកយើងកាត់វាយកកម្រាស់ប្រហែលជាមួយថ្នាំងដៃមកណាដើម្បីយើងងាយស្រួលយកទៅចៀនក៏បានឬក៏យកទៅអាំងក៏បានដែរចំពោះការប្រឡាក់គ្រឿងនឹងគឺខ្ញុំប្រឡាក់ជាមួយទឹកប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេហើយនិងប្រេងល្ងតែបើសិនជាបងប្អូនអត់មានប្រេងល្ងទេអាចប្រើជាប្រេងឆាឬក៏ប្រេងអូលីវក៏បានដែរណាយើងដាក់វា1ស្លាបព្រាបាយមកដើម្បីឲ្យសាច់គោរបស់យើងនឹងគឺទន់ល្អហើយវាមានក្លិនឈ្ងុយទៀតចំពោះការប្រឡាក់នឹងបងប្អូនម៉ាស្សាវាថ្នមបានហើយយើងប្រើពេលរៀងយូរបន្តិចមកណា2 3នាទីមកដើម្បីឲ្យសាច់គោរបស់យើងនឹងគឺជ្រាបជាមួយគ្រឿងបានល្អគ្រឿងបន្តទៀតនឹងគឺយើងមានជាខ្ទឹមសហើយនិងខ្ទឹមក្រហមយើងប្រើវារៀងច្រើនបន្តិចមកហើយហាន់វាជាប្រទះស្ដាងអញ្ចឹងទាំងខ្ទឹមសទាំងខ្ទឹមក្រហមហ្មងឬក៏បងប្អូនអត់សូវចូលចិត្តទេអាចដាក់តិចជាងនឹងក៏បានដែរណាហើយចំពោះម្ទេសដៃនាងនេះវិញបងប្អូនដាក់ក៏បានអត់ក៏បានដែរព្រោះអីឡាបសាច់គោម្ទេសដែលសំខាន់នឹងគឺម្ទេសហុយប៉ុន្តែបើសិនជាបងប្អូនចង់បន្ថែមជាម្ទេសធម្មតាដូចខ្ញុំអញ្ចឹងក៏បានដែរហើយចុងក្រោយយើងមានជាក្រូចឆ្មាហើយនិងជីចំពោះជីនឹងបងប្អូនអាចប្រើជាជីអង្កាមក៏បានឬក៏ជីរណាក៏បានដែរបន្ទាប់ពីយើងផ្អាប់សាច់គោទុកចោលប្រហែលជាបាន15នាទីយើងយកវាមកចៀននេះណាហើយចំពោះការចៀននឹងបងប្អូនប្រើប៊ឺដូចខ្ញុំក៏បានឬក៏ប្រើប្រេងឆាក៏បានដែរការចៀនសាច់គោគឺត្រូវប្រើភ្លើងឲ្យក្តៅខ្លាំងណាបងប្អូនព្រោះអីគឺខ្ញុំចៀនយកឆ្អិនតែ 50% ទេហើយយើងចៀនមួយខាងនឹងគឺ30វិនាទីបន្ទាប់ពី30វិនាទីគឺខ្ញុំប្រែទៅមួយខាងទៀតឯណាហើយការចៀននឹងគឺយើងប្រែគ្រប់ជ្រុងទាំងអស់ហ្មងយើងមិនដាក់តែផ្នែកខាងលើហើយនិងផ្នែកខាងក្រោមទេផ្នែកជ្រុងកែមរបស់វានឹងក៏យើងត្រូវចៀនដែរហើយពេលចៀននឹងបងប្អូនអាសាថែមប៊ឺឬក៏ថែមប្រេងឆាផងដើម្បីកុំឲ្យវាខ្លោចហើយបន្ទាប់ពីខ្ញុំចៀនបានក្រហមគ្រប់ជ្រុងអស់ហើយខ្ញុំលើកវាចេញហើយប៉ុន្តែពេលដែលយើងលើកទុកនឹងអត់ទាន់យកទៅហាន់ភ្លាមទេយើងទុកប្រហែលជា15ទៅ20នាទីសិនចាំយើងយកមកហាន់ធ្វើអញ្ចឹងទៅសាច់គោរបស់យើងហាន់ទៅវាអត់ហៀឈាមចេញអញ្ចឹងណាបើសិនជាបងប្អូនហាន់ទាំងក្តៅហ្មងគឺវាហៀឈាមចេញធ្វើឲ្យសាច់គោរបស់យើងនឹងវារាងខ្សោះហើយពេលដែលយើងយកមកហាន់ហ្នឹងបងប្អូនជៀសវាងកុំហាន់បដោយសាច់យើងហាន់ទៅទឹងសាច់ទៅបានវាកាន់តែផុយស្រួលញ៉ាំហើយសាច់គោហ្នឹងដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺខ្ញុំយកឆ្អិនតែ 50% ទេគឺវាឆ្អិនខាងក្រៅប៉ុន្តែខាងក្នុងគឺនៅរាងឆៅអញ្ចឹងណាចំពោះការលាយគ្រឿងសម្រាប់ធ្វើឡាបសាច់គោហ្នឹងជាដំបូងគឺខ្ញុំប្រើទឹកត្រីធម្មតាហ្នឹងចំនួន3ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយនិងស្ករ1ស្លាបព្រាបាយបងប្អូនកុំតន់ដាក់គ្រឿងដែលប្រៃច្រើនពេកព្រោះអីសាច់គោរបស់យើងហ្នឹងក៏វាមានជាតិប្រៃឡែមហើយដែរក្រូចឆ្មាយើងច្របាច់វាឲ្យរាងច្រើនបន្តិចមកហើយបន្ទាប់មកចាំយើងដាក់ខ្ទឹមសខ្ទឹមក្រហមច្របល់វាចូលមុនគេដើម្បីឲ្យវារាងទន់ចេញជាតិហាងឲ្យអស់អញ្ចឹងទៅហើយបន្ទាប់មកចាំយើងដាក់សាច់គោដែលយើងបានហាន់ហើយស្រាប់នឹងហើយអង្ករលីងបងប្អូនប្រើអង្ករលីងដែលយើងទិញស្រាប់ក៏បានឬក៏ចង់លីងខ្លួនឯងក៏បានដែរខ្ញុំប្រើចំនួន1ស្លាបព្រាបាយហើយម្ទេសហុយវិញបងប្អូនដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តចំពោះខ្ញុំគឺខ្ញុំអត់ដាក់ច្រើនប៉ុន្មានទេបងប្អូនព្រោះអីគឺខ្ញុំថែមម្ទេសស្រស់ធម្មតាទៀតអញ្ចឹងណាតែបើបងប្អូនចង់ដាក់តែម្ទេសហុយសុទ្ធក៏បានដែរព្រោះអីឡាបសាច់គោនឹងផ្ដោតសំខាន់ទៅលើម្ទេសហុយទេមិនមែនម្ទេសស្រស់ទេអានេះគឺតាមចំណង់ចំណូលចិត្តអញ្ចឹងណាបន្ទាប់ពីយើងច្បល់វាចូលជាតិរួចរាល់អស់ហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនប្រើជាម្ហូបសម្រាប់ញ៉ាំបាយយើងមិនបាច់ចាំយកប្រៃខ្លាំងពេកទេប៉ុន្តែបើសិនជាប្រើជាគ្រឿងក្លែមគឺយើងយករសជាតិនឹងរៀងប្រៃដិតបន្តិចហើយចំពោះសាច់គោវិញពេលដែលយើងហាន់គឺឃើញថាវានៅរៀងក្រហមឈាមទេប៉ុន្តែពេលដែលយើងច្បល់ជាមួយគ្រឿងជាមួយក្រូចឆ្មាអីទៅគឺសបល់វានឹងលែងក្រហមហើយបងប្អូនវាទៅជារៀងកម្ៅអញ្ចឹងណាហើយបន្ទាប់ពីយើងច្បល់ចូលជាតិរួចរាល់ហើយចុងក្រោយយើងបន្ថែមជាជីរណាឬក៏បងប្អូនប្រើជាជីអង្កាមក៏បានដែរច្បល់វាទៅ 4-5 ត្រឡប់ទៀតគឺថារួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់រសជាតិគោលរបស់ឡាបសាច់គោហ្នឹងដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺជូរប្រៃហើយនិងហឹរដិត